របៀបសេរីការបាក់ឆែកឲ្យច្បាស់ត្រាដែលអាចសេរីបានគឺមានខ្ចៅសងខាងបែបនេះសងខាងបែបនេះណាបាទអញ្ចឹងរបៀបបង្វិលឲ្យការបាក់ឆែកវាចេញទៅគឺត្រូវបង្វិលបែបនេះបង្វិលស្របជាមួយទៅនឹងយន្តការបាទបង្វិលនេះកន្លះជុំនេះកន្លះជុំហើយបន្ទាប់មកយើងវាយសាក់មើលបាទបើសិនបើអង្គលអានេះមកជុំអានេះកន្លះជុំអង្គលស្មើគ្នាអញ្ចឹងធ្វើឲ្យត្រាចេញមកច្បាស់ខាងអញ្ចឹងសុំសេរីឲ្យស្មើគ្នាបើសិនបើសេរីលៀនការបាក់ឆែកមកខ្ពស់ពេកវាធ្វើឲ្យត្រាជុំវិញនេះគឺអត់ច្បាស់ទេអញ្ចឹងសុំសេរីឲ្យស្មើគ្នាការបាក់ឆែកដើម្បីឲ្យការបាក់ឆែកវាយចេញមកច្បាស់ដូចអក្សរត្រាជុំវិញការបាក់ឆែកហើយចំពោះការបញ្ចូលទឹកត្រាការបាក់ឆែកគឺត្រូវយកប្រទេសដែលមាននៅក្នុងនេះយកមកឲ្យបន្តទឹកនៅចំកណ្ដាលក្រហមហ្នឹងបាទបើសិនបើមិនចង់សេរីយើងនៅពេលដែលវាយត្រាយើងគូសយើងសង្កត់ត្រាឲ្យខ្លាំងតិចហើយចាំដកខ្លាំងបែបនេះ